ពួកយើងទាំង3នាក់នឹងមិនអាចរស់បានឡើយពួកយើងធ្វើដើម្បីសង្គ្រោះខ្លួនឯងមនុស្សដែលពួកយើងសម្លាប់សុទ្ធតែជាមនុស្សអាក្រក់តើបែបនេះត្រូវតែទទួលទោសតាមច្បាប់និងកម្មពៀទៀតមែនទេសៀវឈុនទៅជាមួយគ្នាទៅថ្ងៃអនាគតនៅវែងឆ្ងាយណាស់មនុស្សពីរនាក់ដើររួមផ្លូវគ្នាយ៉ាងហោចណាស់ក៏អាចជួយមើលថែគ្នាបានដែរដើម្បីការរស់រានមានជីវិតទៅថ្ងៃមុខដើម្បីកូននៅក្នុងផ្ទៃរបស់ខ្ញុំនឹងភ្នាល់ម្ដងទៀតភ្នាល់លើបរិសម្នាក់នេះដែលតែងតែបារម្ភពីខ្ញុំដោយស្ងៀមស្ងាត់ជួយកប់សពឲ្យខ្ញុំនិងសុខចិត្តទទួលទោសជំនួសខ្ញុំគាត់គឺឆាវសៀវឈុននៅថ្ងៃបន្ទាប់ទាំងមេឃកំពុងភ្លៀងពួកយើងបានចាក់ចេញពីផ្លូវលំភូមិបំបៀនចាក់ចេញពីកន្លែងដែលអាចហាយខួរពួកយើងបានគ្រប់ពេលនោះបន្ទាប់មកខ្ញុំបានបង្កើតកូនប្រុសម្នាក់ឈ្មោះថាធានបើពួកយើងបានរស់នៅជាមួយគ្នាយ៉ាងសាមញ្ញបែបនេះអស់រយៈពេល10ឆ្នាំខ្ញុំឆាវសៀវឈុនមិនខ្លាចស្លាប់ដោយសាររឿងអាស្រូវអ្វីនោះទេអ្វីដែលខ្ញុំខ្លាចគឺគ្មានផ្ទះសម្បែងសៀវមីអូនកុំបារម្ភអីបងនឹងទប់ទល់នឹងរាល់ការដាក់ទណ្ឌកម្មពីព្រះអាទិទេពមិនអីទេណាមាសមេប៉ុន្តែព្រះជាម្ចាស់មិនព្រមលើកលែងទោសឲ្យខ្ញុំតតែសោះឆាវសៀវឈុនបានចង្អុលទៅកាន់មិត្តរួមការងារថ្មីម្នាក់នៅការដ្ឋានសំណង់នេះជាប្អូនប្រុសដែលបងទើបតែស្គាល់នៅការដ្ឋានសំណង់ឈ្មោះថានីសៀងដុងឈ្មោះបេម៉ាត់គឺនីសៀងដុងប្រៀបដូចជាចុងទឹកកកស្រួចចាក់ទម្លុះបេះដូងខ្ញុំយ៉ាងខ្លាំងធ្វើឲ្យខ្លួនប្រាណខ្ញុំកក់ស្ពឹកភ្លាមខ្ញុំសម្លឹងមើលមុខនោះមិនដាក់ភ្នែកមិនខុសទេគឺជារូបគេពិតមែនគឺជារូបនីសៀងដុងជាប្តីទី2ដែលខ្ញុំបានចាក់សម្លាប់នឹងដៃផ្ទាល់កាលពី10ឆ្នាំមុនខ្ញុំគិតយ៉ាងណាក៏គិតមិនយល់ដែរមនុស្សដែលបានកប់ទៅក្នុងដីនឹងដៃផ្ទាល់តើអាចមកឈរនៅចំពោះមុខខ្ញុំទាំងមានជីវិតរស់រវើកបែបនេះបានយ៉ាងណានោះក្នុងខួរក្បាលខ្ញុំមានតែគំនិតគត់គឺគេមកដើម្បីសងសឹកប៉ុន្តែខ្ញុំបែរជាគិតមិនយល់តតែសោះដែលនីសៀងដុងមិនបាននិយាយដល់រឿងអតីតកាលសំបីតែមួយម៉ាត់ហើយរូបគេនាពេលបច្ចុប្បន្នមើលទៅហាក់បីដូចជាសុភាពរាបសារនិងស្មោះត្រង់ខ្លាំងណាស់ខុសគ្នាស្រឡះពីបរិសុទ្ធចំសៀតដែលចូលចិត្តផឹកស៊ីលេងល្បែងនិងដើរលេងស្រីកាលពីមុនគឺដូចជាមនុស្សពីរនាក់ផ្សេងគ្នាអញ្ចឹងជាពិសេសគឺខ្សែភ្នែកដែលគេសម្លឹងមកខ្ញុំគឺដូចជាមនុស្សប្លែកមុខដែលមិនដែលស្គាល់គ្នាសោះតែម្ដងខ្ញុំក៏មិននឹកស្មានថាវាអស្ចារ្យយ៉ាងនេះដែរកាលពីខ្ញុំជួបបងជាលើកដំបូងខ្ញុំមានអារម្មណ៍ថាស្និទ្ធស្នាលខ្លាំងណាស់ហើយពេលបងនិយាយជាមួយខ្ញុំឬតែភាសាតំបន់កំណើតរបស់យើងអូហូពិតមែនហើយវាហាក់ដូចជាមានអារម្មណ៍ធ្លាប់ស្គាល់គ្នាយ៉ាងម៉េចមិនដឹងទេសម្រាប់រូបខ្ញុំវិញបើមិនទាន់ស្និទ្ធស្នាលទេខ្ញុំមិនសូវចង់និយាយស្ដីប៉ុន្មានទេចុះប្អូនប្រុសវិញចុះស្លាកស្នាមនៅលើមុខរបស់បងនេះតើកើតឡើងដោយសារអ្វីទៅតើមើលទៅអាក្រក់ខ្លាំងណាស់មែនទេអាយុច្រើនដល់ថ្នាក់នេះហើយសូម្បីតែប្រពន្ធក៏គ្មានម្នាក់ដែរខ្ញុំគេងមិនលក់តតែសោះពេញមួយយប់មិនដឹងថាផ្ទៃមុខដែលមើលទៅគ្មានគ្រោះថ្នាក់នេះបែរជាលាក់បាំងនៅគម្រោងការអាក្រក់អ្វីឡើយតើគេភ្លេចរឿងរ៉ាវក្នុងអតីតកាលពិតមែនឬមួយក៏ធ្វើជាឈួតធ្វើជាល្ងងដើម្បីលួចរៀបចំផែនការរងចាំសម្រាប់ខ្ញុំឲ្យស្លាប់ក្នុងដង្ហើមតែមួយអ្វីដែលឆាវសៀវឈុនមិនអាចកាត់ចិត្តបានបំផុតក្នុងឆាកជីវិតនេះគឺមនោសញ្ចេតនាបងប្អូនរវាងគាត់និងនីសៀងដុងព្រមទាំងវិបដិសារីដែលមិនបានខាត់ខាំងរូបខ្ញុំកាលពីឆ្នាំនោះដូច្នេះហើយនៅពេលដែលគាត់បានឃើញមនុស្សប្លែកមុខម្នាក់នៅការដ្ឋានសំណង់ដែលមានទម្រង់មុខដូចនីសៀងដុងរហូតដល់ទៅ7/10គាត់ក៏ហាក់ដូចជាត្រូវខ្មោចចូលអញ្ចឹងមិនត្រឹមតែមិនគេចចេញនោះទេថែមទាំងបាននាំរូបគេមកផ្ទះដោយស្ម័គ្រចិត្តទៀតផងលុះត្រាតែខ្ញុំភ័យខ្លាចរហូតដល់ញ័រខ្លួនប្រាណនិងនិយាយស្ដីមិនដឹងអីពីការភ័យខ្លាចរបស់ខ្ញុំទើបឆាវសៀវឈុនភ្ញាក់ខ្លួនឡើងវិញភ្លាមពួកយើងរត់ទៅពួកយើងអាចរត់គេចខ្លួនបានចុះចំណែកធានបើវិញសុខភាពរបស់គេមានសភាពបែបនោះតើត្រូវឲ្យធានបើរត់គេចខ្លួនជាមួយពួកយើងអស់មួយជីវិតមែនទេក្មេងប្រុសដែលនីសៀងដុងប្រាជ្ញាចិត្តថានឹងសម្លាប់ចោលកាលពីឆ្នាំនោះគឺធានបើនេះឯងសប្តាហ៍នេះគេបានខ្លាយទៅជាកែវភ្នែកដ៏មានតម្លៃនៅក្នុងដៃរបស់ឆាវសៀវឈុននិងជាកម្លាំងចិត្តដ៏ធំបំផុតរបស់គាត់ខ្ញុំបានឃើញភាពមើងម៉ាត់នៅក្នុងកែវភ្នែករបស់គាត់មិនបាននិយាយអ្វីច្រើននោះទេប៉ុន្តែខ្ញុំដឹងថាគាត់បានសម្រេចចិត្តក្នុងចិត្តរួចរាល់ហើយមិនថានីសៀងដុងម្នាក់នេះជាមនុស្សឬជាខ្មោចនោះទេឲ្យតែហ៊ានធ្វើបាបធានបើគេត្រូវតែស្លាប់ចំពេលដែលគាត់រៀបនឹងបោកបញ្ឆោតនីសៀងដុងឲ្យចេញទៅក្រៅដើម្បីរៀបចំការសម្លាប់នោះស្រាប់តែមានទូរស័ព្ទមួយហៅចូលមកអាឡូឆាវប៊ីងមែនទេបាទគឺខ្ញុំនឹងហើយជួយប្រាប់ប្រធានរោងចក្រវ៉ាងឲ្យខ្ញុំបន្តិចផងថាផ្ទះខ្ញុំមានការប្រញាប់ខ្លាំងណាស់បន្ទាប់ពីបិទទូរស័ព្ទរួចឆាវសៀវឈុនបានរត់ចេញពីការដ្ឋានដោយមនុស្សឈួតសម្ដៅទៅកាន់មន្ទីរពេទ្យគឺដោយសារជំងឺចាស់របស់ធានបើបានរើឡើងវិញសំណាងល្អដែលគេបានជួយសង្គ្រោះទាន់ពេលវេលាធានបើមិនមានគ្រោះថ្នាក់អ្វីធំដុំនោះទេប៉ុន្តែថ្លៃព្យាបាលចំនួន1000យន្តបែរជាធ្វើឲ្យប្តីប្រពន្ធពួកយើងតតម្រិះទាំងស្រុងធានបើមិនមែនការជំងឺធម្មតានោះទេចាប់តាំងពីគេមានអាយុ5ឆ្នាំមកគេត្រូវបានគេរកឃើញថាការជំងឺលាបពោះវៀនក្រូនជំងឺប្រភេទនេះមិនអាចព្យាបាលជាសះស្បើយឡើយមានតែប្រើប្រាស់ថ្នាំសង្កត់អស់មួយជីវិតប៉ុណ្ណោះថ្លៃថ្នាំព្យាបាលចំនួន3000យន្តក្នុងមួយខែបានធ្វើឲ្យគ្រួសារយើងអស់លីងថាឡើយទឹកប្រាក់1000យន្តទោះបីជាទឹកប្រាក់100យន្តក៏ដោយក៏ពួកយើងត្រូវប្រមូលគ្នាជាយូរណាស់ដែរដោយគ្មានផ្លូវជ្រើសរើសឆាវសៀវឈុនមានតែទៅទាមទារប្រាក់ខែដែលមេការជំពាក់អស់រយៈពេលកន្លះឆ្នាំមកហើយប៉ុន្តែមេការនោះបែរជាធ្វើពើមិនព្រមបើកប្រាក់ឲ្យសំបីតែ1សេនឡើយតើបងចង់ទៅនិយាយជាមួយគាត់នៅថ្ងៃក្រោយទៀតទេដើម្បីឲ្យគាត់យោគយល់